សម្រាប់បងដែលចង់មកដល់ទីតាំងចាក្រុមជាងកាត់កញ្ចក់យើងផ្ទាល់បងប្អូនគ្រាន់តែជិះមកដល់មណ្ឌលសុខភាពទឹកស្លាបងប្អូនចូលតាមច្រកចាច្រកមណ្ឌលហ្នឹងទៅមានផ្លូវមួយចាច្រកហ្នឹងបងប្អូនជិះត្រង់ចាជិះត្រង់កន្ទង់ប្រហែលជា4ទៅ500ម៉ែត្រចាហើយបងប្អូនជិះត្រង់ទៅមានច្រកច្រើនតែយើងកុំអាចចូលតាមបរិយាហ្នឹងគឺកុំអាចចង់បងចូលចាំត្រកទី4ចាទី4ហ្នឹងហើយបងប្អូនកលេចមើលឆ្វេងដៃនេះចាឆ្វេងដៃឃើញគីឡូផ្លែឈើហើយនឹងក្រោមបានស្វាយហ្នឹងហើយមានផ្លូវមួយបត់តាមឆ្វេងដៃហើយផ្ទះគេពណ៌បៃតងហ្នឹងចាផ្ទះអ្នកលក់តូបចាភួយហ្នឹងបងប្អូនបត់តាមផ្លូវហ្នឹងចាបងប្អូនចូលតាមហ្នឹងទៅឃើញច្រកហ្នឹងណាជិះត្រង់ទៀតបងប្អូនជិះតាមវីដេអូដែលខ្ញុំថតបង្ហាញហ្នឹងគឺត្រង់ចាខ្ទង់ប្រហែលជា200ម៉ែត្រទៅ300ម៉ែត្រដែរបងចាហើយឃើញស្លៃរីការីមួយចានេះកលេចមើលទៅឃើញស្លៃរីការីបងប្អូនចូលតាមស្ដាំដៃចាឡើងទៅលើបន្តិចនេះចាទៅបន្តិចចានេះបងប្អូនទីតាំងខ្ញុំគឺនៅជាប់ចាស្លាយរៀននឹងតមកចាដែលជាទីតាំងជាងកាត់កញ្ចក់ជាងខ្ញុំចាសម្រាប់បងប្អូនចង់មកដល់ទីតាំងក៏បានចាអរគុណគ្រប់លាបងប្អូនចា